ตาត្រូវដាំអាសូឡាក្នុងអាងទំហំប៉ុណ្ណាហើយដាក់ជីប្រហែលថ្ងៃម្ដងដើម្បីបានផលអាសូឡាមួយថ្ងៃមួយធុងទៅ2ធុងពេត្រូជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងគ្នាអំពីវិធីក្នុងការរៀបចំអាងហើយនឹងដាក់ជីសម្រាប់អាសូឡាដើម្បីយើងប្រមូលផលអាសូឡាប្រចាំថ្ងៃក្នុងមួយថ្ងៃមួយធុងពេត្រូទៅ2ធុងពេត្រូចឹងតកតងជាមួយនឹងទំហំអាងបងប្អូនទំហំអាងបងប្អូនប្រើអាងទំហំ6ម៉ែត្រទៅទៅ6ម៉ែត្រហើយបដោយ22ម៉ែត្រហើយសម្រាប់កម្ពស់ទឹកបងប្អូនដើម្បីឲ្យអាសូឡានឹងបឺតជីល្អដើម្បីឲ្យអាសូឡាបឺតជីល្អគឺយើងដាក់ទឹកធ្លាក់បានបងប្អូនទឹកកន្លះក៏បាន3ទឹកក៏បានគួរបំផុត4ទឹកបងប្អូនដោយសារបើសិនជាទឹករាក់ពេកយើងពិបាកដួសទៅវាប៉ះតង់អញ្ចឹងដាក់3ទឹកអីគឺល្មមដួសហើយបើសិនជាទឹកជ្រៅពេកអាសូឡាអត់ស៊ឺយកជីបានទេបងប្អូនដោយសារជីនេះខាងក្រោមហើយអាសូឡាឬរបស់វាខ្លីទេអញ្ចឹងដើម្បីបានផលមួយថ្ងៃមួយធុងពេត្រូទៅ2ធុងអញ្ចឹងយើងត្រូវការអាងដែលមានទំហំ6ម៉ែត្រទៅ6ក៏ដល់22អញ្ចឹងសម្រាប់មួយថ្ងៃមួយធុងទៅ2ធុងនេះបងប្អូនថ្ងៃខ្លះអត់បាន2ធុងទេថ្ងៃខ្លះបាន1ធុងកន្លែងទេយើងដួសយើងមើលដែរបងប្អូនណាមិនមែនថាប្រាជ្ញាឬក៏កំណត់មួយថ្ងៃគឺត្រូវតែ2ធុងហ្មងអត់ទេបងប្អូនយើងមើលជាក់ស្ដែងដែរបើសិនជាថ្ងៃខ្លះអាកាសធាតុអត់សូវល្អជីយើងអត់បានដាក់អញ្ចឹងវាលូតលាស់យឺតតាមនឹងដែរថ្ងៃខ្លះបានតែកន្លះធុងទេប៉ុន្តែបើសិនជាមួយថ្ងៃមួយធុងខ្ញុំធានាឲ្យបងប្អូនបើសិនជាដាក់ជីឲ្យត្រឹមត្រូវដាក់ជីជាប្រចាំដងថ្ងៃដាក់គឺខ្ញុំធានាឲ្យមួយថ្ងៃគឺអត់ក្រោម1ធុងទេហើយបើយើងដាក់ជីប្រចាំទៀងទាត់អាកាសធាតុល្អពីច្រើនគឺចូលមួយថ្ងៃចូល2ធុងអីបងប្អូនហើយបន្តមកទៀតក្នុងការដាក់ជីបងប្អូនក្នុងការដាក់ជីសម្រាប់ខ្ញុំគឺមួយអាទិត្យម្ដងរាល់ថ្ងៃអាទិត្យគឺខ្ញុំបន្ថែមជីម្ដងហើយបើសិនជាប្រើជីអេកូមួយអាទិត្យម្ដងហ្នឹងគឺខ្ញុំប្រើ2ធុងពេត្រូបងប្អូន2ធុងពេត្រូហ្នឹងជីប្រចាំអញ្ចឹងខ្ញុំអត់ចាំថាតើអាសូឡានឹងលែងលូតលាស់បន្ថែមជីអត់ទេបងប្អូនដល់ថ្ងៃមួយអាទិត្យម្ដងថ្ងៃអាទិត្យគឺដាក់ជីថ្ងៃអាទិត្យគឺដាក់ជីអញ្ចឹងបើសិនជាដាក់ជីប្រចាំបែបនេះគឺអាសូឡាដោះនឹងបងប្អូនដោះនឹងអត់មានថ្ងៃខ្លះយឺតឬក៏មានថ្ងៃខ្លះអត់លូតលាស់អត់ទេគឺដោះនឹងរហូតមកហើយសម្រាប់បងប្អូនដែលប្រើជីអេកូយើងអាចថែមប្រូប៊ីយោទិកស្ករងូទៅដើម្បីកុំឲ្យទឹកនឹងឆាប់ល្អពេកហើយដើម្បីកុំឲ្យទឹកនឹងពេលខ្លះមានក្លិនចាអេកូទៅបីយើងប្រើអេកូស្ងួតក៏ដោយបើសិនយើងដាក់ជាប្រចាំពេលខ្លះទឹកមានក្លិនអញ្ចឹងយើងដាក់ប្រូប៊ីយោទិកទៅបងប្អូនសម្រាប់អាង6x22នេះយើងដាក់ប្រូប៊ីយោទិកត្រឹម50cc ទៅមួយខែម្ដងហើយស្ករងូយើងដាក់4ខាំ5ខាំអីទៅមួយខែយើងដាក់ម្ដងដូចគ្នាហើយតាក់តងជាមួយអំបិលយើងមិនដាក់ក៏បានដែរបងប្អូនមិនដាក់ទេហើយបើសិនជាបងប្អូនអត់មានអាចកូទេបងប្អូនមានអាចមន់ជាពិសេសបងប្អូនដែលចិញ្ចឹមមន់ស្រែមន់អីហ្នឹងយើងហាលឲ្យស្ងួតបងប្អូនហាលឲ្យស្ងួតណាមន់នេះយកទៅហាលឲ្យស្ងួតហើយចាំដាក់អញ្ចឹងការដាក់ជីមិនកំណត់ថាតតែអាចកូបងប្អូនមន់ក៏បានបងប្អូនចិញ្ចឹមទន្សាយប្រាក់អាចទន្សាយក៏បានគាត់ដាក់ទន្សាយអត់អាចដាក់ច្រើនទេបងប្អូនណាអាចទន្សាយប្រពែដាក់តិចទេក្នុងអាង6ម៉ែត្រ22ម៉ែត្រនេះបើអាចទន្សាយយើងដាក់បានត្រឹមកន្លះធុងពេត្រូទេបាទទឹកម្ដងបើអាចប្រពែត្រឹម1ធុងពេត្រូបានទេហើយតកតងជាមួយនឹងស្បៃខាងលើបងប្អូនយើងកុំប្រើស្បៃកាត់ពលឺខ្ពស់ពេកដូចស្បៃនេះមានខ្លះពលឺ 70% ខ្លះកាត់ពលឺបានដល់ទៅ 100% អញ្ចឹងយើងប្រើត្រឹម 50% បានទេបងប្អូនប្រើស្បៃដែលកាត់ពលឺខ្ពស់ពេកធ្វើឲ្យអាសូឡានឹងដោះយឺតវិញទេជាពិសេសនៅក្នុងខែភ្លៀងហ្នឹងបើសិនជាខែប្រាំងខែក្តៅអត់ធ្វើអីទេតែបើសិនជាចូលខែភ្លៀងយើងប្រើស្បៃដែលទប់ពលឺខ្ពស់ពេកគឺធ្វើឲ្យអាសូឡានឹងដោះយឺតអញ្ចឹងបងប្អូនធ្វើមន់100ក្បាលអីធ្វើមន់100ក្បាលអីមួយថ្ងៃយើងបានតែ2ធុងបងប្អូន
យើងអាចលាយចំណី OVC បានអញ្ចឹងយើងមិនមែនថាឲ្យអាសាឡាសុទ្ធទេបងប្អូនណាខាងចំនួនបាគោពពែខ្យងសន្សាយយើងអាចឲ្យអាសាឡាសុទ្ធបានប៉ុន្តែសម្រាប់មាន់គឺយើងបានถึง 30% បើខ្ពស់បំផុត 50% ហ្នឹងអញ្ចឹងបងប្អូនអាសាឡាក្នុងការដួសបងប្អូនយើងដួសយើងចែកអាង6 ម៉ែត្រ 22 ម៉ែត្រយើងចែកជា2អញ្ចឹងថ្ងៃនេះយើងដួសមួយខាងយើងដួសខាងនេះអញ្ចឹងខាងនេះយើងទលាយបងប្អូនប៉ុន្តែស្អែកខាងស្អែកឡើងវិញបងប្អូនស្អែកខាងស្អែកឡើងក្រាស់វិញហើយអញ្ចឹងថ្ងៃនេះយើងដួសជួខាងនេះអញ្ចឹងពាក់កណ្ដាលអាងខាងនេះហើយស្អែកឡើងយើងដួសខាងនោះវិញបងប្អូនទៅមើលខ្ញុំបងប្អូនទៅមើលអញ្ចឹងខាងនេះនៅណែនៅឡើយបងប្អូនឃើញទេអញ្ចឹងមកខាងដែលយើងដួសហើយហ្នឹងគឺវាបើនិយាយទៅយើងទលាយហើយអញ្ចឹងបើដួសទៀតខ្សោះហើយខាងនោះអញ្ចឹងយើងមកដួសខាងនេះវិញនេះខាងនេះនៅណែបងប្អូនអញ្ចឹងស្អែកព្រឹកយើងដួសខាងនេះវិញទៅមួយធុងពីរធុងទៀតគឺបានបងប្អូននិយាយថាមួយធុងចុះមួយធុងពេត្រូលចុះអញ្ចឹងគាត់ណាមកប្រឡោះនេះគឺដួសបានហើយអញ្ចឹងស្អែកយើងដួសខាងនេះហើយខាងស្អែកបានយើងចាប់ដើមទៅដួសខាងនោះវិញទៀតអញ្ចឹង2ថ្ងៃក្រោយគឺអាសាឡាខាងនោះកើតវិញហើយអញ្ចឹងការដួសគឺយើងដួសបែបហ្នឹងហើយយើងដួសបែបហ្នឹងក៏ល្អដែរដើម្បីកុំឲ្យអាសាឡាចាស់ខ្លះហើយខ្ចីខ្លះអាសាឡាខ្ចីគឺសត្វចូលចិត្តស៊ីជាង